នេះគឺជាចំណាប់អារម្មណ៍របស់ខ្ញុំសម្រាប់សៀវភៅ It's Okay Not to Be Okay មុនពេលដែលខ្ញុំអានសៀវភៅមួយហ្នឹងខ្ញុំមានអារម្មណ៍ថាជីវិតមួយហ្នឹងវាមានរឿងជាច្រើនមួយរយៈមុនខ្ញុំបានផុសវីដេអូមួយគឺ Goodbye My Friend ដែលនិយាយពីមិត្តភក្តិរបស់ខ្ញុំដែលគាត់ត្រូវដូរសាលាពេលហ្នឹងមានអារម្មណ៍ថា sad ក្រោយមកទៀតខ្ញុំអង្គុយស្ដាប់រឿងបញ្ហារបស់មិត្តភក្តិរបស់ខ្ញុំដែលគាត់ត្រូវបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ហើយក្រោយមកវាចេះតែមានរឿងជាច្រើនចូលមកក្នុងជីវិតរបស់ខ្ញុំដូចជាខ្ញុំលេងសីហើយខ្ញុំជាប់ស្រឡាក់ស្មាអញ្ចឹងទៅចាប់ផ្ដើមទៅនិពន្ធសៀវភៅមានអារម្មណ៍ថាញៀននឹងអាហ្នឹងខ្លាំងហើយដល់ថ្នាក់គេងាត់លក់អញ្ចឹងចាប់ផ្ដើមគិតពីអនាគតថាអូបុកយកអីឥឡូវហ្នឹងមានអារម្មណ៍ថាវាមានរឿងជាច្រើនដែលត្រូវធ្វើហើយខ្ញុំក៏ចង់ធ្វើដែរប៉ុន្តែនៅពេលដែលខ្ញុំចាប់រឿងមួយវាបែរទៅជាបាត់បង់នៅរឿងមួយផ្សេងទៀតបន្ទាប់ពីខ្ញុំបានអានសៀវភៅ It's Okay Not to Be Okay ដែលនិពន្ធដោយលោកពូសុកច័ន្ទផលខ្ញុំស្គាល់លោកពូសុកច័ន្ទផលតាមរយៈ podcast របស់បងប៉ូលីរតនៈមួយដែលគាត់ចែកម្លែកហើយខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តនឹងការចែកម្លែករបស់គាត់ហ្នឹងវាល្អសម្រាប់ខ្ញុំចូលចិត្តថាខ្ញុំចាប់ស្រឡាញ់នៅគំនិតរបស់គាត់ស្រឡាញ់នៅស្នាដៃរបស់គាត់ខ្ញុំក៏ចាប់ដើមតាមដានហើយនៅកន្លងពេលដែលគាត់ចេញសៀវភៅថ្មីហ្នឹងខ្ញុំក៏មានចេញវីដេអូមួយដែលនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំរៀបពាក្យដែលយោងទៅតាមពាក្យថា It's Okay Not to Be Okay ហ្នឹងតែខ្ញុំនិយាយសម្រាប់លើកទឹកចិត្តទៅកាន់មិត្តភក្តិរបស់ខ្ញុំពេលហ្នឹងអត់ទាន់ចេញសៀវភៅទេប៉ុន្តែដោយសារតែរងចាំយូរពេកអារម្មណ៍រំភើបនឹងរងចាំណាក៏ខ្ញុំបញ្ចេញនៅអារម្មណ៍ហ្នឹងមួយហ្នឹងមកហ្មងទៅត្រឡប់មកវិញខ្ញុំចាប់ដើមមើលពីមូលហេតុទាំងអស់ហ្នឹងឡើងវិញថាតើមិនបានជាខ្ញុំអញ្ចឹងទីមួយខ្ញុំអាចនិយាយបានថាមកពីភាពល្អឥតខ្ចោះខ្ញុំចង់ឲ្យដូចជាការសរសេរសៀវភៅរបស់ខ្ញុំសរសេរលើកទី1សម្រាប់ខ្ញុំតែខ្ញុំចង់ឲ្យដូចជាអ្នក professional ចឹងដូចការលេងសើចរបស់ខ្ញុំលេងសើចដោយសារតែរងនៅរបួសហ្នឹងដោយសារតែខ្ញុំចង់លេងឲ្យវាល្អឥតខ្ចោះពេកដល់ពេលដែលពាក្យថាល្អពេកវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំហត់នឹងអាហ្នឹងខ្ញុំមានភាពតានតឹងនឹងអាហ្នឹងហើយវាធ្វើឲ្យខ្ញុំ burn out ចឹងទៅហើយមួយទៀតវាអាចបណ្ដាលមកពីខ្ញុំអត់ទាន់អាចដោះលែងអារម្មណ៍ចាស់ដែលនៅសល់សាកស្នាមវាថានៅសល់ចំហាយអារម្មណ៍ដូចជាការបាត់បង់មិត្តភក្តិរបស់ខ្ញុំដូរសាលាខ្ញុំស្ដាប់នៅបញ្ហារបស់មិត្តភក្តិរបស់ខ្ញុំហើយអាចចំហាយនៅអារម្មណ៍ទាំងអស់ហ្នឹងវានៅសល់ឥឡូវវាអត់ទាន់បាត់ទៅណាហើយមកពីអាចថាខ្ញុំអត់ទាន់អាចដោះលែងវាបានវាមួយទៀតគឺវាអាចមកពីខ្ញុំអត់ទាន់ព្រមទទួលយកវាដូចជាអារម្មណ៍ទាំងអស់ហ្នឹងដូចជាកិច្ចការមួយដែលខ្ញុំត្រូវធ្វើខ្ញុំមានអារម្មណ៍ថាខ្ញុំហត់នឹងហ្នឹងព្រមទៅធ្វើបញ្ចប់វាទេតែខ្ញុំបែរជារត់គេចពីវាទៅវិញអញ្ចឹងនេះគឺជាមូលហេតុដែលធ្វើឲ្យខ្ញុំចាប់រឿងមួយហើយបាត់បង់នៅរឿងមួយទៀតបើសិនបើអ្នកមានរឿងស្មុគស្មាញបំផុតនៅក្នុងចិត្តឈប់រកវិធីដោះលែងវាសម្រាប់សិនទៅដល់ដង្ហើមចូលជ្រៅហើយនិយាយទៅកាន់វាដែលស្នាមខ្ញុំថាផងមកវាអញ្ចឹងចោះខ្ញុំអាចនិយាយបានថាយើងមាននៅអារម្មណ៍ជាច្រើនលក្ខណៈរបស់យើងនឹងក៏មានច្រើនដែរអញ្ចឹងបើសិនជាយើងព្យាយាមកំណត់ខ្លួនឯងទៅតាមស្តង់ដាររបស់គេណាមួយវាអត់អាចទេព្រោះមនុស្សវាពោរពេញទៅដោយអារម្មណ៍លក្ខណៈជាច្រើនដែលធ្វើឲ្យយើងនឹងខុសប្លែកពីសត្វដទៃឬមួយក៏អ្នកដទៃទៀតអារម្មណ៍សប្បាយខឹងកើតទុក្ខរំភើបបើសិនជាយើងបាត់បង់អារម្មណ៍ណាមួយនៃអារម្មណ៍ទាំងអស់ហ្នឹងតើនេះគឺជាលក្ខណៈពេញលេញនៃជីវិតអត់នៅពេលដែលអ្នកព្រមទទួលយកខណៈនេះទាំងស្រុងបញ្ហាលែងជាបញ្ហាទៀតហើយប៉ុន្តែគេហៅវាថាជាជីវិតហើយជីវិតមិនមែនជាការដោះស្រាយទេប៉ុន្តែគឺជាការរស់នៅនិងឆ្លងកាត់ចឹងសរុបចុងក្រោយមកគឺគ្រាន់តែព្រមទទួលយកនៅអារម្មណ៍ខ្លួនឯងអញ្ចឹងបើសិនជាយើងមានអារម្មណ៍ទាំងអស់នេះយើងគ្រាន់តែនៅជាមួយអាហ្នឹងហើយសម្គាល់វាថាតើយើងកាត់អីតើអារម្មណ៍ហ្នឹងវាមិននៅពេលអ្នកនរគ្នាធ្វើអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នានឹងទទួលបានអ្វីមួយប្លែកមែនទេមានតែប៉ុណ្្នឹងទេបើសិនជាអ្នកគ្នាចង់ស្វែងយល់បន្ថែមអាចទៅជួបទិញសៀវភៅ It's Okay Not to Be Okay របស់លោកពូសុកច័ន្ទផលបានអរគុណសូមជម្រាបលា